អ្នកណាថាកើតមកជាកូនអ្នកមានឬក៏កូនអ្នកល្បីរស់ស្រួលតាមខ្ញុំគិតណាមិនចឹងទាំងអស់ទេចុះអ្នកមើលវិញគិតមិនដែរគិតថាកើតជាកូនអ្នកមានរស់នៅស្រួលឬក៏មានសម្ពាធឥឡូវនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកតួល្បីៗទាំង3រូបមកសម្រាយទី1 Elon Musk បងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់គាត់ហើយគាត់មានកូនស្រីម្នាក់ឈ្មោះថា Vivian Jenna Wilson តែពីមុនកូនរបស់គាត់មិនមែនជាកូនស្រីទេតែកូនគាត់បានកែភេទពីក្មេងប្រុសមកជាក្មេងស្រីតាំងពីនៅកុមារភាពមកម្លេះប៉ុន្តែការដែលគាត់ធ្វើបែបនេះគាត់បានធ្វើឲ្យឪពុករបស់ខ្លួនមិនទទួលស្គាល់គាត់ថាជាកូននោះទេ Elon Musk បានប្រកាសប្រាប់ពិភពលោកថាកូនប្រុសរបស់គាត់នោះបានស្លាប់បាត់ទៅហើយដោយសារតែជំងឺហើយទាំងដែលកូនរបស់គាត់ហ្នឹងនៅរស់ហើយនៅពេលដែលកូនរបស់គាត់ដឹងកូនរបស់គាត់បានធ្វើការថតវីដេអូឆ្លើយតបទៅវិញដោយផុសនៅក្នុង social media ទៀតថាគាត់ហ្នឹងឯងគឺជាក្មេងប្រុសម្នាក់ដែល Elon Musk បាននិយាយថាគាត់ស្លាប់ប៉ុន្តែគាត់អត់ទាន់បានស្លាប់ទេហើយគាត់ក៏បានបន្តទៀតដែរថាគឺគាត់មិនដែលចង់មានទំនាក់ទំនងជាមួយនឹង Elon Musk ទៀតនោះទេអ្នកទាំងអស់គ្នា Elon Musk គាត់ធ្វើបែបហ្នឹងដោយសារតែគាត់អត់ចង់ទទួលស្គាល់កូនរបស់គាត់ដោយសារតែកូនរបស់គាត់ហ្នឹងកែភេទធ្វើតាមអ្វីដែលខ្លួនកូនគាត់ចង់អញ្ចឹងណាអញ្ចឹងគាត់មានភាពខ្មាស់គេគាត់អត់ចង់ទទួលស្គាល់កូនគាត់ក៏បាននិយាយថាកូនគាត់ស្លាប់តែកូនរបស់គាត់គឺបានបដិសេធឆ្លើយតបទៅគាត់វិញភ្លាមៗហ្មងអ្នកទី2 Jackie Chan ឡុងយើងហ្នឹងដែលអ្នកទាំងអស់គ្នាបានស្គាល់ហើយថាគាត់គឺជាតួអង្គសម្ដែងរឿងដែលល្បីម្នាក់ដែលថតរឿងជាច្រើនមកហើយអស់រយៈពេល50ឆ្នាំកន្លងមកនេះហើយគាត់ក៏រាប់ជាអ្នកដែលមានលុយច្រើនក្នុងចំណោមនោះផងដែរគាត់ក៏មានកូនប្រុសម្នាក់ដែរឈ្មោះថា Jay Z ប៉ុន្តែកូនប្រុសរបស់គាត់បែរជាចាប់អារម្មណ៍ខាងតន្ត្រីជាងសម្ដែងតែក្រោយមកកូនប្រុសរបស់គាត់ត្រូវបានគេចាប់ខ្លួនខាត់ខ្លួនដោយសារតែការប្រើប្រាស់និងចែកចាយគ្រឿងញៀនដោយវីដេអូមុនដែលខ្ញុំធ្លាប់សម្ដែងអញ្ចឹងអ្នកទាំងគ្នាចង់ដឹងអាចចូលទៅ scroll មើលវីដេអូមុនដែលខ្ញុំបានសម្រាយពីកូនប្រុសរបស់គាត់ហើយនៅពេលដែលកូនរបស់គាត់ត្រូវបានគេចាប់ខ្លួនណាឆិនឡុងដែលជាឪពុកមិនបានចេញមុខមកជួយកូនខ្លួនឯងទេមានតែនិយាយប្រកាសថាគាត់មិននឹកស្មានថាគាត់ត្រូវជួបរឿងបែបនេះនោះទេវាពិតជាគួរឲ្យខ្មាស់គេនិងគួរឲ្យខឹងកូនគាត់ខ្លាំងមែនតើគាត់អត់បានយកលុយដែលគាត់រកបាននឹងទៅជួយរំដោះកូនគាត់ទេតែគាត់បែរជាយកលុយហ្នឹងទៅធ្វើ charity វិញទៅបរិច្ចាគឲ្យកន្លែងណាដែលអត់គាត់សុខចិត្តអត់ជួយកូនដូចចង់កាត់ការកូនប្រុសម្នាក់នឹងចោលអញ្ចឹងហើយគាត់ក៏បានបន្តទៀតថាបើសិនជាកូនគាត់មានសមត្ថភាពមែនចេញមកគាត់នឹងទទួលស្គាល់ប៉ុន្តែបើសិនជាអត់សមត្ថភាពទេគាត់អត់ទទួលស្គាល់ជាកូនទេទី3 Tom Hanks ជាមួយនឹងកូនប្រុសមានឈ្មោះថា Chet Hanks Tom គឺជាមនុស្សម្នាក់ដែលល្អមែនតើនៅក្នុងវិស័យសិល្បៈ Hollywood ម្នាក់ស្រឡាញ់គោរពនិងឲ្យតម្លៃគាត់ណាស់ប៉ុន្តែផ្ទុយទៅវិញកូនរបស់គាត់ Chet បែរទៅជាមនុស្សម្នាក់ដែលដើរបង្កនិងមានចំនួនជាមួយនឹងមនុស្សគ្រប់គ្នាគឺផ្ទុយស្រឡះពីប៉ារបស់គាត់តែម្ដងជាក់ស្ដែងពេលដែលគាត់ផលិតបទចម្រៀងនិងទើបតែចេញបទចម្រៀងថ្មីក្នុងបទមួយហ្នឹងមានប៉ារ៉ូជាច្រើនដែលនិយាយប្រមាថដល់ជាតិសាសន៍ខ្លួនឯងហើយកូនរបស់គាត់ត្រូវបានគេរិះគន់យ៉ាងច្រើនដោយសារតែបទចម្រៀងមួយហ្នឹងនិយាយចំទៅអាពាក់ Chet Hanks ហ្នឹងគឺគាត់ឌឺហ្មងអញ្ចឹងមិនថាអ្នកទាំងអស់គ្នាកើតមកជាកូនអ្នកមានពេកល្បីពេកក៏ពិបាកដែរតែមើលតាមអត្តចរិតដែរហ្នឹងដោយកូនពីរអ្នកប្រុសៗដែលខ្ញុំបានសម្រាយអញ្ចឹងឪពុកគាត់ល្អចរិតផ្សេងតែកូនចរិតផ្សេងចរិតអត់ល្អអញ្ចឹងណាតែបើ Elon Musk វិញកូនគាត់ល្អធម្មតាតែគាត់បែរជារើសអើងនិងមិនទទួលស្គាល់កូនខ្លួនឯងអញ្ចឹងមិនថាក្រពេកក៏ពិបាកមានពេកក៏ពិបាកល្បីពេកក៏ពិបាកយើងម្នាក់មិនអាចរើសបានទេថាយើងចង់កើតទៅក្នុងគ្រួសារមួយណាហើយត្រូវចាំថាយើងក៏មិនត្រូវចាំបាច់ផ្គប់ចិត្តមនុស្សណាម្នាក់ដូចគ្នាសំខាន់បំផុតគឺចិត្តខ្លួនឯងអ្វីដែលសំខាន់គឺត្រូវចេះបង្កើតក្តីសុខឲ្យខ្លួនឯងនិងធ្វើឲ្យមនុស្សជុំវិញខ្លួនមានមោទនភាពទៅលើខ្លួនយើងទាំងអស់គ្នាគិតដូចខ្ញុំនិយាយអត់បើសិនជាមានយោបល់បែបណាចូលទៅ comment ខាងក្រោមទាំងអស់គ្នាបើអាចរើសបានណាចង់កើតទៅក្នុងវងតកោមួយណាដែរ